សូមជូនដំណឹងល្អបន្ទាន់ក្រសួងមហាផ្ទៃប្រកាសជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចំនួន372នាក់ឲ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យលក្ខខណ្ឌនៃការជ្រើសរើសដែលខ្ញុំពេញចិត្តជាងគេបងប្អូនគឺនៅត្រង់ចំណុចអ្នកដែលអាចដាក់ពាក្យបានលុះត្រាតែចាគាត់មានទីលំនៅអចិន្ត្រៃយ៍នៅភូមិសាស្ត្រឃុំសង្កាត់ដែលមានការជ្រើសរើសនិងឃុំសង្កាត់ជាប់ព្រំប្រទល់តែប៉ុណ្ណោះបងប្អូនអញ្ចឹងថ្ងៃនេះការដែលប្រកាសជ្រើសរើស372នាក់ហ្នឹងធ្វើឡើងនៅក្នុងខេត្តឧត្តរមានជ័យអញ្ចឹងតើតែអ្នកនៅក្នុងខេត្តឧត្តរមានជ័យគាត់ស្នាក់នៅអចិន្ត្រៃយ៍ឬក៏បងប្អូនប្រជាពលរដ្ឋអ្នកដែលមានសុខភាពនៅនឹងហ្មងអញ្ចឹងណាចាឬក៏គាត់រស់នៅចាឃុំឬក៏សង្កាត់ជាប់ព្រំប្រទល់ដែលជាប់ជាមួយនឹងខេត្តឧត្តរមានជ័យចំពោះមន្ត្រីនគរបាលជាតិដែលគាត់ចូលក្របខ័ណ្ឌណាក្រោយពេលដែលគាត់ប្រឡងជាប់រួចក្នុងចំណោម372នាក់ហ្នឹងបែងចែកជា3ប៉ុស្តិ៍សំខាន់ចាចំនួន34នាក់គឺគាត់ត្រូវធ្វើការនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ចំនួន170នាក់គឺគាត់ត្រូវធ្វើការនៅវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ702